នេះសម្រាប់ខ្ញុំធ្វើស៊ឺឈ្មោះនៅផ្ទះធម្មតាមានសាច់គោមានបកាមានពងមាន់ពធាផ្សិតក្រៀមហើយបន្លែខ្លះទៅហើយសំខាន់ខ្ញុំមានកញ្ចប់នេះសម្រាប់គ្រឿងដែលខ្ញុំត្រូវយកមកធ្វើស៊ុបស៊ឺឈ្មោះខ្ញុំធ្វើម្ដងក្នុងនេះខ្ញុំមានគ្រឿងស៊ុបហើយបន្លែដាក់អីក៏បានដែរតែខ្ញុំដាក់ត្លុងបារាំងហើយល្ពៅហើយខ្ញុំមានផ្សិតក្រៀមមានពធាមានសាច់គោមានបង្គារំដេងក្រូចខៃស្លឹកក្រូចសើចហើយម្ទេសហើយបន្លែខ្ញុំហ្នឹងមានតែស្ពៃតឿមួយមុខទេបន្លែសម្រាប់បន្លែខៀវហើយបំមួនមួយគ្រាប់ទៀតហ្នឹងឯងសម្រាប់ការធ្វើអត់ប្រវាក់ទេដំបូងឡើយយើងគ្រាន់តែផ្សំគ្រឿងដែលខ្ញុំបង្ហាញហ្នឹងមានគ្រឿងក្រូចអីហើយអស់ហើយយើងដាំទឹកឲ្យពុះនៅពេលដែលដាំទឹកពុះហើយយើងដាក់គ្រឿងស៊ឺឈាន់ចូលហើយសម្រាប់គ្រឿងស៊ឺឈាន់សម្រាប់ស៊ុបប៉ុណ្ណឹងខ្ញុំដាក់តែកន្លះកញ្ចប់ទេខ្ញុំដាក់ច្រើនទេដាក់ច្រើនប្រៃហើយអញ្ចឹងខ្ញុំដាក់គ្រឿងស៊ឺឈាន់ចូលហើយបានខ្ញុំដាក់គ្រឿងក្រូចថែមមានសាច់មានបន្លែចូលនៅក្នុងហ្នឹងអស់ហើយខ្ញុំខោឲ្យពុះដល់ពុះហើយបានខ្ញុំចាប់ផ្ដើមគោះពងមាន់ក្លុកដាក់ពងមាន់ហើយយើងថែមរ៉ូឌីហើយស្ករបន្តិចទៅដោយសារគ្រឿងស៊ឺឈាន់វាមានរសជាតិប្រៃហើយអញ្ចឹងបើយើងដាក់គ្រឿងថែមគឺយើងអត់ដាក់ច្រើនពេកដាក់ច្រើនលេចប្រៃហើយបន្ទាប់ពីប៉ុណ្ណឹងហើយយើងមកវាឆ្អិនបន្តិចចាំដាក់បន្លែខៀវស្ពៃតឿឯហ្នឹងហើយឬក៏ដាក់មីចូលមកពេលរៀបញ៉ាំអូខេនេះស៊ុបងាយជួយញ៉ាំនៅផ្ទះហើយលឿនទៀតធ្វើតែមួយផ្លែទេហើយសំខាន់ឲ្យតែយើងមានស៊ឺឈាន់មកកញ្ចប់មកហើយនឹងសួរមកចង់ញ៉ាំស៊ុបគឺធ្វើមួយផ្លែទេអូខេឥឡូវខ្ញុំដល់ពេលរៀបចំញ៉ាំហើយអញ្ចឹងខ្ញុំក៏ដាក់ស្ពៃតឿហើយនឹងមីទៅមកខ្ញុំកូរពុះបន្តិចបានចាប់ផ្ដើមដួសញ៉ាំធម្មតាងាយហើយទៅមកឆ្អិនហើយនេះសម្រាប់ស៊ុបស៊ឺឈាន់ឲ្យធ្វើញ៉ាំនៅផ្ទះហ្នឹងងាយ